Bà xong cờ rộp chấm rịp xu bà bố nóក្នុង YouTube ទាំងអស់គ្នាបងប្អូនបាទថ្ងៃនេះគឺជួបជាមួយខ្ញុំឋានម្ដងទៀតហើយបងប្អូនបាទអញ្ចឹងបងប្អូនវគ្គមុនវីដេអូមុនគឺខ្ញុំមានវីដេអូពាក់ព័ន្ធជាមួយមុខកាត់ខ្សែផងដែរបាទហើយនឹងចម្ងាយប្រើខ្សែបាទថ្ងៃនេះគឺខ្ញុំបង្ហាញបងប្អូនតែម្ដងឲ្យអស់តែម្ដងអឺថ្ងៃមុននោះគឺពី3ថ្ងៃមុននេះគឺភ្ញៀវគាត់បានហៅខ្ញុំទៅផ្ទះគាត់ថាភ្លើងគាត់ប្រើទឹកក្តៅត្រជាក់អត់កើតបាទដោយសារវិញ្ញាអំពូលណាបងប្អូនបាទអញ្ចឹងកុំអស់កុំឲ្យអស់ការសង្ស័យក៏ខ្ញុំបានទៅឆែកឲ្យគាត់បាទឆែកឲ្យគាត់គឺពេលដែលយើងអត់ប្រើបងប្អូនបាទអញ្ចឹងចុងលីងនិងដើមលីងបាទនៅបកគោល EDC ហើយនឹងអឺនៅចុងខ្សែបាទនៅផ្ទះរបស់យើងដោយសារគាត់ប្រើខ្សែឆ្ងាយបាទខ្សែឆ្ងាយហើយក៏មានសំណួរជាច្រើនផងដែរពាក់ព័ន្ធជាមួយនឹងចម្ងាយខ្សែឆ្ងាយបាទអញ្ចឹងតុងចុងធ្លាក់បាទដោយសារទី1ខ្ញុំវាស់ទៅគឺដើមខ្សែនិងចុងខ្សែចិត្តប្រហែលគ្នាបាទពេលដែលយើងអត់ប្រើបន្ទប់នៅក្នុងផ្ទះគឺយើងអត់ប្រើគ្រឿងទទួលគឺវាចិត្តប្រហែលគ្នាដូចថាឧទាហរណ៍ថា230ទៅដល់នោះ227 228បាទអញ្ចឹងខ្ញុំវាស់ទៅគឺវាអត់ជាបញ្ហាអីទេពេលដែលខ្ញុំឲ្យគាត់បើកគ្រឿងទទួលបាទទឹកក្តៅទឹកត្រជាក់ហ្នឹងគឺវាធ្លាក់ដល់177បងប្អូនបាទធ្លាក់ដល់177ហើយមួយទៀតគឺគាត់ចម្ងាយប្រើហ្នឹងគឺ100ម៉ែត្របាទអញ្ចឹងខ្សែ2x6បាទខ្សែ2x6នោះគឺវាខ្សែវាអត់ពេញលេញទេដោយសារឥឡូវកាលពីមុនគឺខ្សែវាពេញបាទពេញហ្មងស្ពាន់ពេញគឺវាអត់បញ្ហាទេតែឥឡូវនេះគឺ2x6គឺស្មើនឹងខ្សែ2កន្លះរបស់យើងខ្សែតូលណាអញ្ចឹងយើងប្រើអត់កើតទេបាទក៏ខ្ញុំសម្រេចចិត្តឲ្យគាត់បាទដូរខ្សែតែម្ដងគឺយើងប្រើខ្សែ2x10បាទ2x10ហ្នឹងចង់នៅស្ទើផងបងប្អូនបាទបើយើង100ម៉ែត្រទៅយើងគួរតែប្រើ2x16បាទ2x16អូខេបាទប៉ុន្តែ100ម៉ែត្រគឺវាអស់លុយច្រើនបាទវាអស់លុយច្រើនសម្រាប់ប្រើខ្សែស្ពាន់អញ្ចឹងក៏ទៅទិញ2x10ឲ្យគាត់បាទ2x10ឲ្យគាត់គឺយើងឲ្យខាង RDC គាត់មកភ្ជាប់ដើមខ្សែហើយគាត់ភ្ជាប់តាមបកគោលមួយហើយដល់ក្នុងផ្ទះគឺយើងឆែកមើលការប្រើប្រាស់គឺវាចូលដល់ក្នុងផ្ទះហើយយើងវាស់យើងបើកតេស្តគឺវាធ្លាក់ដែរបាទប៉ុន្តែធ្លាក់អត់ដល់មុនទេមុនគឺ177តែពេលយើងបើកការប្រើប្រាស់គឺវាសល់219 218ប៉ុណ្ណឹងគឺយើងប្រើបានហើយអត់អាចខូចឧបករណ៍យើងទេបាទបើធ្លាក់ក្រោម100គឺយើងបញ្ហាគឺគ្រឿងទទួលរបស់យើងគឺយើងប្រឈមនឹងការខូចបងប្អូនណាអញ្ចឹងសំណួរជាច្រើនបងប្អូនតែងតែសួរក្នុង YouTube របស់ខ្ញុំបាទអញ្ចឹងឥឡូវនេះគឺខ្ញុំស្រាយចម្ងល់ជូនបងប្អូនហើយមានបងសំណួរមួយទៀតគឺវាប្រើកាន់តែឆ្ងាយតុងខ្ចុងកាន់តែធ្លាក់បាទខ្ចុងកងកាន់តែធ្លាក់គឺយើងគូប្រើខ្សែអាធំបាទយើងពិភាក្សាជាមួយជាងបងខ្សែហ្នឹងគឺយើងប្រើ32អាំពែហើយខ្សែវាឆ្ងាយទៀតអញ្ចឹងយើងគូតែប្រើខ្សែអាធំទៅបាទយើងកណនាមកកាត់ខ្សែទៅបាទអញ្ចឹងដើម្បីយើងប្រើប្រាស់បាននៅក្នុងផ្ទះរបស់យើងបាទអញ្ចឹងបើបងប្អូនមានលទ្ធភាពវាឆ្ងាយបាទអញ្ចឹងខ្ញុំឲ្យបងប្អូនប្រើញោមខ្សែញោមបាទអញ្ចឹងដូចអាទាថា2x16បាទ2x16យើងគូតែប្រើខ្សែខ្មៅហ្នឹង35អីចឹងទៅបាទខ្សែលេខ35ហ្នឹង1គុណជា2ដោយសារញោមវាចម្លងអត់ល្អដូចនេះទេដោយស្ពាន់ទេអញ្ចឹងយើងប្រើខ្សែអាធំតែម្ដងទៅដើម្បីវាអត់អីទេបញ្ហាគឺយើងប្រើខ្សែធំវាតុងខ្ចុងវាថេតាមហ្នឹងបាទវាអត់ធ្លាក់ទេឧទាហរណ៍ថាឥឡូវដូចខ្ញុំឲ្យគាត់ប្រើ2x10បាទបើសិនជាបងប្អូនខ្វះខាតថវិកាវាអស់ច្រើនបាទម្ដុំមិនថោកទេបាទម្ដុំ2x10ហ្នឹងគឺ150នោះបាទអញ្ចឹង100ម៉ែត្រអញ្ចឹងម្ដុំគឺមានតែ80ម៉ែត្រទេបាទអញ្ចឹងបងប្អូនគួរតែប្រើខ្សែញោមទៅបាទខ្សែញោមទៅវាអស់ធូរយ៉ាងហ្នឹងបន្តិចដែរអញ្ចឹងណាវាមិនធូរណាស់ណាទេបាទអញ្ចឹងវីដេអូខ្ញុំចែករំលែកជូនបងប្អូនគឺខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់32អាំពែ100ម៉ែត្របើ150ម៉ែត្រអីបងប្អូនគួរតែប្រើខ្សែញោមទៅវាអស់តិចអញ្ចឹងណាតែបើបងប្អូនមានលទ្ធភាពបងប្អូនប្រើខ្សែស្ពាន់ទៅបាទស្ពាន់ទៅចម្លងបានល្អបាទ
អញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកជូនបងទាំងអស់គ្នានៅក្នុង YouTube អញ្ចឹងកុំភ្លេចជួយ Subscribe ក្នុង YouTube ខ្ញុំម្នាក់មួយដើម្បីបានវីដេអូថ្មីៗតទៅទៀតបទពិសោធន៍ថ្មីខ្ញុំនឹងចែករំលែកជូនបងប្អូនតែម្ដងបាទអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមជម្រាបលាបងប្អូន